ពីថ្ងៃនេះទៅចាប់ពីថ្ងៃនេះទៅយើងនឹងឈប់ញ៉ាំពេលល្ងាចខ្ញុំចង់ញ៉ាំពេលល្ងាចញ៉ាំពេលល្ងាចកំដេស្រក់គីឡូស្រាំទៅបានសម្រាប់គីឡូបានសម្រាប់យាយបានជួយដើម្បី10គីឡូយូរនេះអញមើលធ្វើបានណាអីមកបាទចំស្អែកចំស្អែកចំតមចំស្អែកក៏បានដែរចំផងចង់ស្គមទៅណាវត្តមានលោកបេហានៅនេះมันអាចស្គមបានទេចង់ប្រាប់ឲ្យដឹងលុះត្រាតែខ្ញុំការប្រពន្ធបែកផ្ទះទៅនៅមួយប្រពន្ធខ្ញុំអានឹងអូខេអាចស្គមបានហើយបបភ័ក្រមកផ្ទះថ្នោតនេះចង់ប្រងអត់មានអ្នកញ៉ាំមែនដល់យូរបើឲ្យវិណានៃឈ្ងុយពេញភូមិចង់មើលចាំមើលអ្នកណាខ្លះថាតอมកើតมันអាចទេយើងឆាប្រហុកជាមួយនឹងសាច់ច្រាមមកយើងឲ្យឈ្ងុយណានៃអញ្ចឹងទៅទុកមកដុំសិនសំយើងលើកឆ្នាំងបបភ័ក្រយើងដាក់អញ្ចឹងមកដាក់ទឹកដាំឲ្យពុះទៅបងប្អូនហើយទឹកនឹងជាទឹកស្ងោរត្រីដែលខ្ញុំបានស្ងោរឆ្អិនមុនហ្នឹងយកមកប្រលះសាច់ពីអញ្ចឹងមកបងប្អូនបុកត្រីរបស់យើងជាមួយគ្រឿងឲ្យម៉ត់អញ្ចឹងមកគ្រឿងមានដូចជាគល់លក្រីល្មៀតម្ដេងលឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមអញ្ចឹងទៅបុកវាឲ្យម៉ត់ល្មួតចូលសាច់ស្មាសាច់តែមួយអញ្ចឹងទៅណាបងប្អូនតែអែមហើយបបរផាច់យើងថ្ងៃនេះព្រោះអីបន្លែប្លុកគ្រឿងក្រៅមានគ្រប់សពអញ្ចឹងហ្មងអត់មានខ្វះមកមុខទេលក្ខណៈញ៉ាំមកភូមិទៀតហើយថ្ងៃនេះបើជុំគ្នាជាមួយអ៊ំក្បែរផ្ទះជុំគ្នា4 10 20 30នាក់អញ្ចឹងទៅមើលទឹកយើងដាំពុះយើងចាប់ផ្ដើមដាក់សាច់ច្រាមមកយើងដែលយើងឆាជាមួយនឹងប្រហុកមុននឹងចូលទៅតែដាក់ចូលភ្លាមនិយាយពីថាឈ្ងុយឈ្ងុយបងប្អូនប្រហុកខ្មែរយើងហ៎តោះបន្តិចយើងដាក់គ្រឿងបុករបស់យើងមុននឹងចូលទៅហើយយើងកូរច្បល់វាឲ្យសព្វកុំឲ្យវាខ្លោចដល់បាតទៅបងប្អូនរងាស់វាមកអំពុះហើយយើងបង់អង្គចូលបបរមួយឆ្នាំងធំនេះញ៉ាំប្រហែលជា5នាក់ខ្ញុំបានដាក់អង្គចំនួន3កំប៉ុងតែអង្គនេះមុនយើងយកមកដាក់យើងបានលាងឲ្យត្រាំវាទុកចោលប្រហែលជាកន្លះម៉ោងមុនទៅដើម្បីឲ្យបបរយើងឆាប់ឲ្យបានញ៉ាំចាំមើលវារៀងពុះមកស្ទុះទៅយើងបង់ខ្យងចូលបងប្អូននេះបងប្អូននៅខ្មែរមានខ្យងស្រែរបស់យើងមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេតែពួកខ្ញុំនៅអាមេរិកនេះប្រើខ្យងក្លាសេហើយអញ្ចឹងអាចទទួលយកបានវាមិនថាឆ្ងាញ់អីពេកតែក៏វាមិនអន់ពេកដែរដាក់គ្រឿងក្រៅស្ករអំបិលប៊ីចេងទឹកត្រីចូលទៅជាការស្រេចហើយងាស់វាតតាអង្គរីកមកយើងចាប់ផ្ដើមដាក់បន្លែរឹងទៅមុនមានដូចជាត្រាវនិងល្ពៅយើងដាក់មុនគេពួកអីបន្លែហ្នឹងវារៀង take time ហើយរៀងចំណាយពេលក្នុងការឆ្អិនយូរជាងគេជួយរំងាស់បន្លែរឹងមកយើងឲ្យចាប់ផ្ដើមផុយល្មមមកចាំយើងដាក់បន្លែទុនទៅមុខបន្តទៀតដាក់ផ្សិតគ្រប់មុខបងប្អូនមានដូចជាផ្សិតផ្លូវមន់ផ្សិតច្បើងផ្សិតម្ជុលផ្សិតអីលាយចូលគ្នាចឹងទៅថ្ងៃនេះធៀងក្តាតក៏មានននងក៏មានបាតាពាំងក៏មានប្រមាត់ដីក៏មានប្រមាត់ទឹកក៏មានផ្ទីក៏មានបាទបន្លែខៀវមានទាំងអស់លឹកងប់លឹកអីមានទាំងអស់ហ្មងបងប្អូនអូយនិយាយថាបបោសាហាវអញ្ចឹងបបរយើងឆ្អិនហើយគ្រាន់រៀងដាក់បន្លែខៀវចូលយើងបិទភ្លើងតែម្ដងពួកកុំឲ្យលួយបន្លែខៀវខ្លាំងពេកបងមកទេ4 5គ្រាប់ជាការលំអរួចរាល់ជាការស្រេចឃើញទេបងប្អូនបបរផាក់យើងមកឆ្នាំងធំនិយាយថាតំណងសាហាវចឹងហ្មងបបរផាក់ខ្ញុំឆ្អិនសាច់គោស្តេកអាំងក៏ឆ្អិនដែរអញ្ចឹងយើងញ៉ាំអីញ៉ាំទៅសេដ្ឋកិច្ចទេហើយដែរបងប្អូនដល់ម៉ោងឃ្លានបាយទៅនៅឃើញវីដេអូពួកខ្ញុំហើយចង់ស្រក់គីឡូទៅណាបងប្អូនរៀងប៉ុណ្ណឹងស្អាតទេប្រហែលប៉ុនគេកុំឲ្យស្គមពេកស្គមតែខ្ញុំមួយបានហើយពួកខ្ញុំអត់តមានគូបាទអញ្ចឹងគេអ្នកដែលប្រពន្ធគេមានគូហើយយើងថតទីទួយទៅក៏វាមិនអីដែរណាក៏ប៉ុន្តែសមតែខ្ញុំអ្នកថតបានត្រូវរាល់ថ្ងៃហ្នឹងខ្ញុំហូបច្រើនជាងគេហើយប៉ុន្តែវាអត់ថតតែបងថ្លៃខ្ញុំជាមួយនឹងលោកមេសាលីហ្នឹងបបរមួយចានកប៉ិលាក់ប៉ុណ្ណឹងប៉ុន្តែចាំមើលគីឡូឡើងសឿតមកឬក៏វាមិនតាន់ដល់ពេលថតក៏យើងមិនដឹងណាអាយុយើងវាមិនតាន់ដល់ចាំមើលជាក់ស្ដែងទាំងអស់គ្នាអញ្ចឹងរួចរាល់ហើយបបរផាក់យើងថ្ងៃហ្នឹងបានញ៉ាំមកភូមិជុំគ្នាអញ្ចឹងហ្មងបាទអរគុណច្រើនបាយជំរាបលា